ស្ដីបងប្អូនដែលបានទស្សនាវីដេអូមួយនេះឥឡូវខ្ញុំប្រាប់ពីរបៀបបង្កើត account Play Store ដោយខ្លួនឯងហើយមិនបាច់ចាំទៅពឹងពាក់ជាងប្រាប់ទី1យើងចូលក្នុង account Play Store ចូល sign in រងចាំតិចវាលោតចេញទម្រង់បែបនេះលើនេះមានន័យថា email ដែលយើងមានស្រាប់ហើយយើងវាយចូលតែម្ដងអញ្ចឹងយើងចូលតាមទី2 create account អញ្ចឹងយើងយកពាក្យទី1បាទវាទៅហើយអញ្ចឹងវាចេញទម្រង់បែបនេះចេញទម្រង់បែបនេះវាឲ្យយើងសរសេរត្រកូលហើយនឹងឈ្មោះប៉ុន្តែអាហ្នឹងយើងសរសេររបៀបមិនក៏បានដែរចង់ដាក់ឈ្មោះខ្មែរក៏បានផ្សងលេក៏បានអញ្ចឹងខ្ញុំដាក់កូនសេកតុយទៀតមកខ្មែរដកឃ្លានតិច love ហើយនិចទៅមុខចឹងថតនេះវាយើងរើសខែឆ្នាំsẽយើងដាក់1993ថ្ងៃទី10ខែអីក៏បានដែរភេទប្រុសភេទស្រីnext នេះទៅមុខទៀតអញ្ចឹងអាតម្រងនេះមានន័យថាឈ្មោះហ្នឹងវាមានច្រើនអញ្ចឹងគេឲ្យយើងរើសនេះ K កូន66រត់អញ្ចឹងខ្ញុំអត់ទាន់យកទេខ្ញុំសាកចូលកន្លែង grade យក work gmail address វិញសាកសរសេរដល់ខ្លួនឯងសិនតែវាឲ្យអត់កូនខ្មែរសេតប៉ុណ្ណឹងទេហើយខ្ញុំដាក់168អាហ្នឹងសេយើងចាំណែហើយជាពាក្យនិចតើវាឲ្យអត់ចឹងមានថាឈ្មោះហ្នឹងគេមានហើយចឹងគេឲ្យចឹងយើងជ្រើសរើសទៅយកអាលើស្រួលចាំខ្មែរ lab code K code ចឹងខ្ញុំសាកដាក់ធំតាមមកទៅចូលចឹងយកពាក្យនេះវិញយកលើនេះវាងាយស្រួលខ្ញុំចាំចឹងជាពាក្យនេះទៅមុខបាទពេលនេះតោះនេះវាឲ្យយើង select code យើងត្រូវចាំលេខកូដហ្នឹងដាក់លេខកូដ0នេះ2ដងចំណិចបាទអានេះលេខទូរស័ព្ទរបស់យើងតោះនេះយើងបំពេញលេខទូរស័ព្ទចោលចុចនិចទៅមុខទៀតហើយអញ្ចឹង account ហ្នឹងមានន័យថាយើងបង្កើតបានជោគជ័យហើយចុចតាមមកនេះបាទហើយចុចទៀតអញ្ចឹង account Play Store នេះយើងបង្កើតបានជោគជ័យហើយបាទអរគុណច្រើនចំពោះការតាមដានវីដេអូមួយនេះហើយកុំភ្លេចជួយចុច Subscribe ហើយនិង Like ដើម្បីទទួលបានវីដេអូថ្មីៗប្លែកៗជាច្រើនទៀតសូមអរគុណ